សត្វស្លាបមួយប្រភេទនេះទាំងស្អាតទាំងឆ្លាតសុភាពរាបសារនិងពូកែមើលថែកូនថែមទៀតផងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វរនាលពណ៌មុននឹងចូលដល់វីដេអូគឺថាសូមចិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាជួយ share ចែករំលែកវីដេអូនេះឲ្យពុកម៉ែបងប្អូនយើងផ្សេងទៀតគាត់បានស្គាល់អំពីសម្រស់សត្វស្លាបដ៏ស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជារបស់ផងយើងសត្វរនាលពណ៌នេះផងដែរបងប្អូនមួយចំនួនក៏គាត់ធ្លាប់បានស្គាល់និងបងប្អូនមួយចំនួនទៀតគាត់ពុំធ្លាប់បានស្គាល់នោះទេដោយសារតែពួកវាតែងតែមានវត្តមាននៅតាមតំបន់ដីសើមផ្សេងឬក៏ចុះនៅក្នុងស្រែដែលកសិករទើបតែប្រមូលផលរួចដើម្បីរកចំណីតែប៉ុណ្ណោះហើយទីកន្លែងដែលពួកវាពងកូនច្រើនបំផុតនោះគឺនៅតំបន់រ៉ាមសាព្រែកតលខេត្តបាត់ដំបងហើយមួយចំនួនក៏ធ្វើការពងកូននៅតំបន់ការពារទេសភាពបឹងព្រៃល្ពៅផងដែរសត្វរនាលពណ៌នេះគឺស្អាតឆ្លាតសុភាពរាបសារនិងប្រកែមើលថែកូនហេតុអ្វីបានជាខ្ញុំថាបែបនេះពុកម៉ែបងប្អូនមើលចុះតួខ្លួនរបស់វាគឺថាមានពណ៌ចម្រុះតែម្ដងចំពោះពណ៌លឿងខ្លួនពណ៌សស្លាបពណ៌ខ្មៅនិងកន្ទុយពណ៌ផ្កាឈូកហើយរបៀបរបបនៃការរស់នៅរបស់វាគឺសុភាពរាបសារមែនទែនមិនមានការរញ៉េរញ៉ៃដូចសត្វស្លាបដទៃនោះទេសូម្បីតែការចាប់ចំណីក៏មានភាពស្ងៀមស្ងាត់ផងដែរហើយវាឆ្លាតត្រង់ថាការចាប់ចំណីរបស់វាអត់រញ៉េរញ៉ៃគឺវាឈរស្ងៀមត្រឹងនៅមួយកន្លែងដោយហាចំពោះរបស់វានឹងចាំតែពេលត្រីហែលកាត់ពីមុខគឺវាត្របាក់យកតែម្ដងអ្វីដែលពិសេសជាងនេះទៅទៀតមេបាទាំងគូរបស់សត្វរនាលពណ៌គឺថាពូកែមើលថែកូននិងយកចិត្តទុកដាក់ក្នុងការពង្រីកសម្បុកមែនទែននៅពេលដែលមេបាណាមួយចេញទៅរកចំណីនៅខាងក្រៅគឺអ្នកដែលនៅចាំសម្បុកគឺមានតួនាទីធ្វើការកាច់សម្បុកដែលនៅក្បែរនោះដើម្បីពង្រីកឲ្យធំព្រោះតែកូនរបស់វាក៏កាន់តែធំផងដែរមេបាដែលចេញទៅរកចំណីនោះមិនត្រឹមតែរកត្រីនោះទេថែមទាំងបឺតទឹកយកមកផ្ញើកូនរបស់វាដែលនៅចាំសម្បុកថែមទៀតផងនៅពេលដែលវាមកដល់សម្បុកគឺវាបានបង្ហូរទឹកដែលវាបឺតពីក្នុងថ្លុកត្រពាំងនោះតាមចម្ពោះរបស់វានិងបន្តបង្ហូរចូលក្នុងមាត់កូនតូចនេះហើយគឺជាលក្ខណៈពិសេសដ៏អស្ចារ្យរបស់សត្វស្លាបមួយប្រភេទនេះសត្វរនាលពណ៌ជាទូទៅវាមានកម្ពស់ពី93ទៅ102សង់ទីម៉ែត្រខ្លួនពណ៌សស្លាបទី1និងស្លាបទី2ពណ៌ខ្មៅចុងខ្នងពណ៌ផ្កាឈូកវាន់ខ្មៅនៅលើដើមទ្រូងពូធំវែងលឿងកោងខុបបន្តិចពេលបន្តពូជស្បែកក្បាលឡើងពណ៌ក្រហមចំពោះពណ៌ផ្កាឈូកទីជម្រកតំបន់ដីសើមផ្សេងព្រៃលិចទឹកនិងតំបន់ទំនាបលិចទឹកបន្ទាយពងកូនដ៏ធំបំផុតនៅតំបន់ស្នូលព្រែកតលនៃបឋមនីយជីវមណ្ឌលបឹងទន្លេសាបរបាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែវិច្ឆិកាដល់ខែឧសភាពងចំនួន2ទៅ5គ្រាប់ខ្ញុំសប្បាយចិត្តមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលឃើញពុកម៉ែបងប្អូនគឺថាចូលរួមshareចែករំលែកអំពីសត្វស្លាបនៅក្នុងប្រទេសកម្ពុជាផងយើងឲ្យបងប្អូនទាំងអស់គ្នាដទៃទៀតគាត់បានស្គាល់ហើយគាត់បានយល់ពីតម្លៃនៃសត្វស្លាបហើយក៏ជាចំណែកមួយដែលក្នុងការចូលរួមផ្សព្វផ្សាយអំពីទេសចរនៅក្នុងប្រទេសកម្ពុជារបស់ផងយើងពេលនេះប្រទេសកម្ពុជារបស់ផងយើងគឺគេចាប់ផ្ដើមស្គាល់ច្រើនមែនទែនចឹងហើយបងប្អូនទាំងអស់គ្នាក៏ជាអ្នករួមចំណែកមួយក្នុងការផ្សព្វផ្សាយអំពីទេសចរផងដែរអញ្ចឹងពេលដែលទេសចរមកទស្សនា